សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃអាទិត្យនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ប្រចាំសប្តាហ៍ពាក់ព័ន្ធទៅនឹងកិច្ចការពីបូរណភាពទឹកដីនិងប្រជាជនដែលមានដូចតទៅទី1កម្ពុជាបានអំពាវនាវឲ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យាពេលនៃដំណើរការវាស់វែងខណ្ឌសីមាព្រំដែនតទៅទៀតហើយត្រូវងាកមកដោះស្រាយបញ្ហាព្រំដែនដោយសុខឆន្ទៈទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរគឺអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000និងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសថៃអះអាងផ្ទុយពីការពិតទាំងស្រុងថាកម្ពុជាបានបិទទ្វារការចរចាព្រំដែនគោកដោយសារតែកម្ពុជាបានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS កម្ពុជាសូមបញ្ជាក់ថាគឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្របើទោះបីជាកម្ពុជាបានស្នើសុំកុំឲ្យថៃលុបចោលក៏ដោយម្យ៉ាងទៀតថ្នាក់ដឹកនាំថៃខ្លួនឯងក៏បានធ្លាប់បញ្ជាក់ម្ដងហើយម្ដងទៀតថាខ្លួនក៏យល់ព្រមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមលក្ខខណ្ឌ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរប៉ុន្តែពេលនេះថៃបែរជាងាកមកតវ៉ាមិនចង់ឲ្យកម្ពុជាប្រើប្រាស់យន្តការនេះទៅវិញចំណែកឯការដោះស្រាយខណ្ឌសីមាព្រំដែនគោកតាមរយៈគណៈកម្មការ JBC ត្រូវបានប្រទេសទាំងពីរព្រមព្រៀងគ្នារួចហើយតាមអនុសារណៈនៃការយោគយល់គ្នាចុះថ្ងៃទី14ខែមិថុនាឆ្នាំ2000និងបានបញ្ជាក់សារជាថ្មីឡើងវិញក្នុងសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ទី2ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានគូសរំលឹកប្រាប់អង្គប្រជុំអំពីផលវិបាកនៃស្ថានភាពមនុស្សធម៌និងសិទ្ធិមនុស្សដែលជនភៀសសិទ្ធិកម្ពុជាកំពុងរងគ្រោះនៅតាមបណ្ដោយព្រំដែនឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថានៅមានជនស៊ីវិលកម្ពុជាច្រើនជាង 20,000 នាក់កំពុងបន្តរស់នៅក្នុងជំរកបណ្ដោះអាសន្នក្នុងនោះកុមារជាច្រើនមិនអាចវិលចូលសាលារៀនរបស់ពួកគេបាននៅឡើយខណៈដែលជនចាស់ជរានិងជនរងគ្រោះផ្សេងទៀតជួបការលំបាកនៅក្នុងការទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយក្នុងន័យនេះប្រមុខការទូតកម្ពុជាបានអំពាវនាវដល់សហការីអាស៊ានឲ្យគាំទ្រចំពោះការអំពាវនាវឲ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរារាំងដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរទី3រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីម្ដងទៀតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលនៅចន្លោះថ្ងៃ13ដល់15ខែកក្កដាឆ្នាំ2026បានឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ8និងលេខ9ក្នុងតំបន់តាតុំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលរំលោភចូលជ្រៅក្នុងទឹកដីកម្ពុជាបន្ទាប់មកនៅចន្លោះថ្ងៃ15ដល់19ខែកក្កដាឆ្នាំ2026បានបន្តឈូសឆាយធ្វើផ្លូវនិងរាយបន្លាលួសនៅចន្លោះបង្គោលព្រំដែនលេខ19និងលេខ20ក្នុងតំបន់ជប់ដើមខ្នោសង្កាត់កូនគ្រីលក្រុងសំរោងខេត្តឧត្តរមានជ័យសកម្មភាពអស់ទាំងនេះគឺជាការរំលោភបំពានយ៉ាងច្បាស់ទៅលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាដោយដែលបានកំណត់តាមផែនទីខ្នាត1/200,000ផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រំលោភលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក MOU ឆ្នាំ2000និងសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា
ប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក GBC ដើម្បីបន្តការវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់បំផុតតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទី4នៅក្នុងសម័យប្រជុំលើកទី48នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2026នៅឯទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េលោកជំទាវបណ្ឌិតសភាចារភឿងសក្កុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជម្រាបជូនអង្គប្រជុំថារចនាសម្ព័ន្ធប្រាសាទព្រះវិហារបានរងការខូចខាតធ្ងន់ធ្ងរដោយសារតែការវាយប្រហារកាលពីខែកក្កដាឆ្នាំ2025ខណៈដែលសហគមន៍មូលដ្ឋានដែលបានបង្ខំចិត្តផ្លាស់ទីលំនៅក៏នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគេបាននៅឡើយទេគណៈប្រតិភូកម្ពុជាក៏បានទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តមានវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញក្បែរប្រាសាទព្រះវិហារព្រមទាំងសកម្មភាពជាឯកតោភាគីដទៃទៀតដើម្បីបង្កើតស្ថានភាពជាក់ស្ដែង fait accompli នៅលើដីដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជានិងបង្កហានិភ័យនៃការខូចខាតបន្ថែមទៀតក្នុងន័យនេះកម្ពុជាអំពាវនាវឲ្យប្រទេសថៃគោរពច្បាប់អន្តរជាតិនិងងាកមករកដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាព្រំដែនតាមរយៈយន្តការ JBC ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី27ធ្នូឆ្នាំ2025និងបញ្ជាក់ថាសោកនាដកម្មដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារគឺជាការរំលឹកដល់សហគមន៍អន្តរជាតិថាការការពារបេតិកភណ្ឌពិភពលោកគឺជាការការពារសន្តិភាពកិច្ចសន្ទនានិងការទទួលខុសត្រូវរួមរបស់មនុស្សជាតិអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតា